ស្រាផ្ទាល់នេះអត់តបានផឹកនៅឡើយប៉ុន្តែចង់ស្វឹងជាមួយនឹងសម្ដីអ្នកលក់មុនnàyនិយាយពីថាអ្នកលក់រស់រាយអូយពីថាផ្អែមរាក់ទាក់តែម្ដងម្ហូបខ្លែរបស់គាត់ក៏អែមដែរនេះដូចទាងាំងើហើយជាមួយនឹងចង្រិតដូងបំពងនេះគឺល្បីខ្លាំងនៅប្រចាំហាងរបស់គាត់តែម្ដងហើយបើថាអ្នកទៅបាត់ដំបងញឹកមហាជាស្គាល់ហើយទីតាំងកន្លែងនេះស្រាផ្ទាល់ផ្កាស្លាដែលល្បីនៅបាត់ដំបងភាគច្រើនអ្នកទៅហូបនៅនឹងអត់សូវរំលងឯមុខម្ហូបចង្រិតហ្នឹងគឺល្បីខ្លាំងហើយនេះទីតាំងរបស់គាត់សាមញ្ញធម្មតាអញ្ចឹងតែគាត់លក់លក្ខណៈយូរឆ្នាំមកហើយផ្កាគេហៅថាស្រាផ្ទាល់ផ្កាស្លាហ្នឹងណាហើយសម្រាប់អាស្រាឆ្នាំរបស់គាត់មកផ្ទាល់ហ្នឹងគឺមកផ្ទាល់2000រៀលហើយម្ហូបដែលល្បីប្រចាំហាងគាត់មួយទៀតនេះគឺឆាកសោមពងនេះក៏ល្បីដូចគ្នានិយាយទៅគឺពេលហ្នឹងទៅហ្នឹងគឺអត់មានរើសមុខម្ហូបទេឲ្យគាត់ជួយធ្វើម្ហូបណាដែលល្បីប្រចាំហាងរបស់គាត់អញ្ចឹងណាអញ្ចឹងយើងហូបទៅតាមតំបន់របស់គេវិញដោយសារតែយើងអ្នកពីចម្ងាយទៅមើលអ្នកខាងខេត្តបាត់ដំបងឬក៏អ្នកភ្នំពេញឬក៏អ្នកខេត្តបណ្ដាខេត្តណាដែលស្គាល់កន្លែងហ្នឹងខ្លះហើយស្រាផ្ទាល់របស់គាត់ពិសេសត្រង់ថាដូចរបៀបថាយើងស្រីឬក៏ក្មេងៗអីក៏អត់សូវប៉ិនចំណាប់គ្រឿងស្វឹងអីអញ្ចឹងណាគឺយើងអាចកំងកម្រិតស្រាថ្នាំនឹងបានទៀតរបៀបថារៀងស្រាលអីអញ្ចឹងណាយើងអត់សូវចេះហូបចឹងយើងអាចកំងស្រាលបានគាត់អាចដាក់ជូនបានអញ្ចឹងចង់សេវទីតាំងនេះនៅខាងខេត្តបាត់ដំបងអាចមើលនៅក្នុង comment បានអរគុណច្រើន